បាទសួស្តីអ្នកខ្លះអ្នកនរគ្នាត្រឡប់មកជួបគ្នាម្ដងទៀតជាមួយនឹងរឿងព្រេងនិទានអ្នកប្រយុទ្ធទៅកាន់ឋានសួគ៌រដូវកាលទី12ភាគទី10បាទចឹងកុំឲ្យខាតពេលវេលាយូរពួកយើងចូលទៅស្ដាប់សាច់រឿងជាបន្តតែម្ដងសៀវយិនគឺមានការភ្ញាក់ផ្អើលក្នុងគណៈពេលដែលគេសម្លឹងមើលទៅកាន់សៀវស្វាន់ដែលកំពុងតែបញ្ចេញនៅស្នាមញញឹមទោះបីជាយ៉ាងណាក៏ដោយមាត់របស់គេគឺបានប្រែទៅជាស្ងួតភ្លាមព្រោះតែភាពតក់ស្លុតដែលបានកើតឡើងដោយសារតែពាក្យសម្ដីរបស់ភាគីម្ខាងទៀតអ្វីគ្រប់យ៉ាងដែលមានជាប់ពាក់ព័ន្ធសូម្បីតែបន្តិចក៏ដោយទៅនឹងពាក្យថាអតិទេពនៅក្នុងពិភពលោកមួយនេះនឹងត្រូវចាត់ទុកថាជាការតំណាងឲ្យភាពខ្លាំងបំផុតមិនថាវាគឺជាអតិទេពប្រយុទ្ធឬក៏ឱសថកម្រិតអតិទេពនោះទេទាំងអស់នេះគឺសុទ្ធតែជារបស់ដ៏អស្ចារ្យបំផុតនៅក្នុងកែវភ្នែករបស់មនុស្សគ្រប់គ្នាដូចគ្នានោះផងដែរថាមពលវិញ្ញាណកម្រិតអតិទេពក៏ត្រូវរាប់បញ្ចូលទៅក្នុងនោះយ៉ាងពិតប្រាកដអតិទេពប្រយុទ្ធឱសថកម្រិតអតិទេពហើយនឹងថាមពលវិញ្ញាណកម្រិតអតិទេពក្នុងចំណោមពាក្យថាអតិទេពទាំង3នេះលទ្ធភាពដែលអាចទៅរួចខ្ពស់បំផុតគឺជាពាក្យទី3បើនិយាយពីលក្ខខណ្ឌក្នុងពេលបច្ចុប្បន្នរបស់ទ្វីបមួយនេះសរុបមកកម្រិតមួយនោះគឺមិនចាំបាច់មានការស្រូបយកនៅអ្វីដែលត្រូវបានគេហៅថាស្នូលកម្លាំងធាតុអតិទេពនោះទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏វាមិនបានន័យថានឹងមានភាពងាយស្រួលក្នុងការដែលអាចឡើងទៅកាន់កម្រិតថាមពលវិញ្ញាណកម្រិតអតិទេពនោះដែរបើតាមការស្មានរបស់សៀវយិនមើលទៅមានត្រឹមតែបុគ្គលពីររូបប៉ុណ្ណោះនៅក្នុងទ្វីបកម្លាំងធាតុមួយនេះដែលមានថាមពលវិញ្ញាណកម្រិតមួយនោះហើយអ្នកទាំងពីរអ្នកនោះគួរតែជាគូយួនហើយនឹងហ៊ុនធានទីថាមពលវិញ្ញាណរបស់សៀវយិននៅក្នុងពេលបច្ចុប្បន្នគឺស្ថិតនៅកម្រិតឋានសួគ៌ល្អឥតខ្ចោះនៅឡើយទេអ្វីត្បិតតែកម្រិតនេះគឺនៅឆ្ងាយត្រឹមតែមួយជំហានពីកម្រិតអតិទេពក៏ដោយប៉ុន្តែមានអ្នកខ្លាំងជាច្រើនដែលមិនអាចឆ្លងកាត់នៅជំហានដ៏តូចមួយនោះមិនថាពួកគេបានព្យាយាមហ្វឹកហាត់យ៉ាងណាក៏ដោយក៏ពួកគេមិនអាចបោះជំហានទៅមុខបានទៀតដែរក្នុងនាមជាអ្នកចម្រាញ់ឱសថសៀវយិនគឺបានយល់ពីរឿងមួយនេះយ៉ាងច្បាស់វាមានរយៈពេលប្រមាណឆ្នាំមកហើយចាប់តាំងពីពេលដែលថាមពលវិញ្ញាណរបស់គេបានឡើងមកដល់កម្រិតឋានសួគ៌ល្អឥតខ្ចោះនេះទោះបីជាយ៉ាងណាក៏ដោយថាមពលវិញ្ញាណរបស់គេនៅតែរក្សានៅកម្រិតនេះដដែលអារម្មណ៍បែបនេះគឺហាក់ដូចជាបានប្រាប់ឲ្យគេដឹងថាវាពិតជាមិនអាចទៅរួចឡើយក្នុងការដែលចង់បំពេញនៅចន្លោះដ៏ធំរវាងកម្រិតឋានសួគ៌ល្អឥតខ្ចោះហើយនិងកម្រិតអតិទេពនោះមិនថាគេព្យាយាមហ្វឹកហាត់យ៉ាងណានោះទេហើយដូច្នេះក្រោយពេលដែលបានលឺនៅអ្វីដែលសៀវស្វាន់បំរុងនឹងប្រគល់ឲ្យគេវាគឺជាថាមពលវិញ្ញាណកម្រិតអតិទេពនោះសៀវយិនគឺពិតជាស្រឡាំងកាំងបន្តិចមែនបើទោះបីជាគេគឺជាមនុស្សដែលមានចិត្តរឹងមាំយ៉ាងណាក៏ដោយតើវាអាចទៅរួចដោយរបៀបណាសៀវយិនបានខាំងស្មារតីអស់មួយរយៈមុនពេលដែលគេបានត្រឡប់មកតាំងស្មារតីដូចដើមឡើងវិញគេបានក្រវីក្បាលហើយនិយាយទាំងមានស្នាមញញឹមយ៉ាងជូរចត់បើទោះបីជាមិនមានមនុស្សច្រើននៅក្នុងពិភពលោកនេះដែលមានថាមពលវិញ្ញាណឡើងមកដល់កម្រិតឋានសួគ៌ល្អឥតខ្ចោះក៏ដោយប៉ុន្តែមនុស្សទាំងអស់នោះនៅតែមានវត្តមានដដែលប៉ុន្តែបើតាមអ្នកដែលខ្លាំងមួយចំនួនដែលសៀវយិនធ្លាប់បានជួបគ្មាននរណាម្នាក់ក្រៅពីហ៊ុនធានទីហើយនឹងគូយួននោះទេដែលបានបោះជំហានចូលទៅដល់កម្រិតអតិទេពនោះវាពិតជារឿងដែលលំបាកមែនប៉ុន្តែក៏មិនមែនថាมันអាចទៅរួចនោះដែរសៀវស្វាន់បានបញ្ចេញស្នាមញញឹមនៅក្នុងរូបភាពយ៉ាងចម្លែកគេបានងើបមកឡើងហើយប្រើកែវភ្នែកសម្លឹងមើលទៅកាន់លំហអាកាសដែលពោពេញទៅដោយអាប់នោះរួចនិយាយថាវិញ្ញាណភ្នោឋានសួគ៌ដែលយើងបាននិយាយគឺមិនមែនជាបំណែកនៃវិញ្ញាណដែលនៅទីកន្លែងមួយនេះទេប៉ុន្តែវាគឺជាវិញ្ញាណរបស់ភ្នោឋានសួគ៌ខ្លួនឯងតែម្ដងវិញ្ញាណរបស់ភ្នោឋានសួគ៌តើភ្នោឋានសួគ៌ក៏មានវិញ្ញាណដែរអញ្ចឹងឬក្នុងចិត្តរបស់សៀវយិនបានប្រែទៅជាមានភាពរង្គោះរង្គើភ្លាមគេបានសម្លឹងមើលទៅកាន់សៀវស្វាន់ទាំងអារម្មណ៍ដែលមិនចង់ជឿក្នុងគណៈពេលដែលគេបានឧទានឡើងទាំងការតក់ស្លុតវាគឺជាវិញ្ញាណមានជីវិតដ៏ចម្លែកមួយហើយវាគឺជារបស់មានជីវិតដែលបានបង្កើតឡើងដោយការរួមគ្នារវាងបំណែកនៃវិញ្ញាណដែលមានចំនួនច្រើនរាប់មិនអស់ចាប់តាំងពីពេលដែលភ្នោឋានសួគ៌ត្រូវបានបង្កើតឡើងមកម្លេះឯងអាចចាត់ទុកវាបានថាគឺជាអ្នកការពាររបស់ភ្នោឋានសួគ៌ឬមួយក៏ប្រើពាក្យថាមេគុកដើម្បីពិពណ៌នាពីវាគឺរឹតតែស័ក្តិសមជាងទៅទៀតមានមេគុកទៀតវាបានគ្រប់គ្រងនៅទីកន្លែងមួយនេះហើយក៏ជាអ្នកអនុញ្ញាតឲ្យរាងកាយវិញ្ញាណទាំងនោះលេបត្របាក់គ្នាទៅវិញទៅមកក្នុងពេលជាមួយគ្នានោះផងដែរ
កែភ្នែករបស់ស៊ីវស៊ាន់នៅតែសម្លឹងមើលទៅកាន់លំហអាកាសដែលទទេក្នុងគណៈពេលដែលគេនិយាយគ្មាននរណាឡើយដែលដឹងពីវត្តមានរបស់វាក្រៅពីរាងកាយធម្មពលដែលនៅទីនេះសូម្បីតែគូយួនហើយនៅអ្នកដទៃទៀតក៏មិនបានដឹងពីរឿងនេះដែរស៊ីវយៀនបានលេបទឹកមាត់មួយម៉ាត់នេះគឺជាលើកដំបូងហើយដែលគេបានឮថាពិភពដែលបានបង្កើតឡើងមួយនេះគឺមានវិញ្ញាណរបស់ខ្លួនឯងរឿងមួយនេះគឺពិតជាចម្លែកពេកហើយអតិថិប្រយុទ្ធដែលបានបង្កើតឡើងនៅពិភពមួយនេះកាលពីមុនគឺពិតជាមានសមត្ថភាពដ៏ពិសេសហើយនឹងមិនអាចស្មានដឹងបានមែនតើគេម្នាក់នោះខ្លាំងយ៉ាងណាទៅស៊ីវយៀនបាននិយាយរអ៊ូតិចអ្នកដែលត្រូវបានកប់នៅក្នុងភ្នូឋានសួគ៌គឺសុទ្ធតែជាបុគ្គលដែលមានថាមពលខ្លាំងនៅពេលដែលពួកគេមានជីវិតហើយដូច្នេះហើយដោយសារតែវិញ្ញាណរបស់ភ្នូឋានសួគ៌ត្រូវបានលេបយកនៅបំណែកនៃវិញ្ញាណរបស់ពួកគេទាំងនោះមើលទៅវិញ្ញាណមួយនេះច្បាស់ជាអស្ចារ្យយ៉ាងខ្លាំងជាមិនខានគេមានថាមពលខ្លាំងសម្បើមណាស់ស៊ីវស៊ាន់បានញញឹមត្រឹមតែពាក្យមួយប្រយោគនេះគឺបានធ្វើឲ្យស៊ីវយៀនត្រូវមានទឹកមុខប្រែទៅជារង្គោះរង្គើភ្លាមតែម្ដងដោយសារតែវិញ្ញាណរបស់ភ្នូឋានសួគ៌អាចធ្វើឲ្យស៊ីវស៊ាន់និយាយចេញនៅពាក្យបែបនេះទៅហើយមើលទៅវាគឺប្រកាសជាមានថាមពលខ្លាំងដល់ថ្នាក់គួរឲ្យខ្លាចមែនហើយកុំបារម្ភអីបើទោះបីជាមានបញ្ហាបន្តិចក៏ដោយតែយើងនៅតែអាចចាត់ការជាមួយនឹងវាបានដដែលនឹងរាងកាយរបស់ស៊ីវស៊ាន់បានអណ្ដែតឡើងទៅលើអាកាសភ្លាមបន្ទាប់មកពពកអាប់ដែលបានបិទបាំងលំហអាកាសនៅជុំវិញទីនេះក៏បានរលាយបាត់ទៅមានសម្ពាធដ៏គួរឲ្យខ្លាចបានបក់បោកចេញពីរាងកាយរបស់គេហើយនៅទីបំផុតវាក៏បានគ្របដណ្ដប់នៅពីលើភ្នូឋានសួគ៌ទាំងមូលរាងកាយធម្មពលទាំងអស់ដែលនៅក្នុងភ្នូឋានសួគ៌បានងើបមុខរបស់ពួកគេឡើងនៅពេលដែលត្រូវប្រឈមមុខជាមួយនឹងសម្ពាធដ៏គួរឲ្យខ្លាចមួយនោះកែភ្នែករបស់ពួកគេបានសម្លឹងមើលទៅកាន់ស៊ីវស៊ាន់ដែលនៅពីចម្ងាយហើយកែភ្នែកដែលដើមឡើយមានភាពខ្ជិលច្រអូសរបស់ពួកគេទាំងនោះក៏ចាប់ផ្ដើមបង្ហាញចេញនៅអារម្មណ៍ដែលរំភើបភ្លាមលោកម្ចាស់ស៊ីវស៊ាន់នៅទីបំផុតគាត់ចាប់ផ្ដើមធ្វើការវាយប្រហារហើយមហាទេពស៊ូតៅដែលស្ថិតនៅផ្នែកដ៏ជ្រៅបំផុតនៃភ្នូឋានសួគ៌បានក្រោកឈរឡើងភ្លាមផងដែររាងកាយរបស់គេបានប្រែទៅជាញ័រក្នុងខណៈពេលដែលគេសម្លឹងមើលទៅកាន់រាងកាយមនុស្សម្នាក់ដែលកំពុងតែអណ្ដែតទៅលើអាកាសដ៏យឺតបើទោះបីជាពិភពលោកមួយនេះបានអនុញ្ញាតឲ្យពួកគេអាចបន្តរស់នៅក្នុងទម្រង់មួយផ្សេងទៀតក៏ដោយប៉ុន្តែវាមិនមែនជាអ្វីដែលពួកគេមានបំណងចង់បាននោះទេបើកន្លែងនេះការពិតទៅយើងស្ដាប់ទៅវាគឺជាការពិតដែរពីព្រោះអ្នកទោះបីជានៅរស់ខ្លាំងយ៉ាងណាក៏ដោយក្រោយពេលដែលបានស្លាប់ទៅនឹងតែងតែចង់ទៅចាប់កំណើតថ្មីទៀតដើម្បីមើលឃើញពិភពលោកសាដើមអញ្ចឹងណាប៉ុន្តែដោយសារតែពិភពនៃភ្នូឋានសួគ៌ហ្នឹងត្រូវបានបង្កើតឡើងដោយអតិថិប្រយុទ្ធកាលពីចំនួន 10000 ឆ្នាំមុនអញ្ចឹងទៅហើយគិតថាប្រហែលជាអ្នកស្លាប់ទាំងអស់ហ្នឹងស្លាប់ហើយចង់បន្តរស់នៅក្នុងរូបភាពជាវិញ្ញាណអញ្ចឹងណាប៉ុន្តែតាមពិតទៅវិញ្ញាណទាំងអស់ហ្នឹងធ្វើបាត់តែដំបងមានអារម្មណ៍ថាសប្បាយចិត្តមែនពីព្រោះអីរាងកាយពិតប្រាកដស្លាប់ហើយតែវិញ្ញាណអាចមកនៅក្នុងពិភពថ្មីមួយទៀតអញ្ចឹងប៉ុន្តែនៅពេលដែលនៅយូរទៅរាប់ពាន់ឆ្នាំរាប់រយឆ្នាំទៅពួកគាត់តែងតែមានអារម្មណ៍ថាមិនដឹងជានៅធ្វើស្អីបើនៅហើយអាចបានចេញពីពិភពនៃភ្នូឋានសួគ៌ដដែលអញ្ចឹងហើយតែងតែមានអារម្មណ៍ថាចង់ចាប់កំណើតសាជាថ្មីហើយនៅក្នុងពិភពនៃភ្នូឋានសួគ៌ហ្នឹងគឺបានបង្ខំឲ្យពួកគេទាំងអស់គ្នាហ្នឹងលាបតបាក់គ្នាទៅវិញទៅមកទៀតផងអញ្ចឹងហើយនៅពេលដែលបានឃើញស៊ីវស៊ាន់បំរុងនឹងធ្វើការវាយប្រហារទៅលើវិញ្ញាណរបស់ភ្នូឋានសួគ៌ដើម្បីបំបែកពិភពនឹងចោលហើយវិញ្ញាណទាំងអស់ហ្នឹងគឺមានអារម្មណ៍ថាសប្បាយចិត្តបាទពីព្រោះអីតែងតែចង់ចាក់ចេញពីពិភពនឹងដើម្បីទៅចាប់កំណើតសាជាថ្មីអញ្ចឹងទៅអូខេយើងបន្តសាច់រឿងទៅមុខទៀតភ្នូឋានសួគ៌គឺបានបង្កើតឡើងនៅភាពលោភលន់ក្នុងការដែលចង់លេបត្របាក់បំណែកនៃធម៌ពលវិញ្ញាណរវាងគ្នាទៅវិញទៅមកហើយជាលទ្ធផលវាបានធ្វើឲ្យកន្លែងមួយនេះคล้ายទៅជាពិភពដែលរាងកាយធម៌ពលទាំងអស់ត្រូវតែលេបគ្នាដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឯងពួកគេត្រូវតែបន្តលេបនៅរាងកាយធម៌ពលរបស់អ្នកដទៃជារៀងរហូតរឿងនេះវាមិនខុសពីអ្វីទៅនឹងការដែលយកអ្នកដែលបានធ្លាប់ធ្វើជាមនុស្សមកធ្វើជាចំណីរបស់ខ្លួនឯងនោះទេភ្នូឋានសួគ៌កាលពីអតីតគឺគ្រាន់តែជាកន្លែងសម្រាប់សម្រាករបស់វិញ្ញាណពួកអ្នកខ្លាំងប៉ុណ្ណោះប៉ុន្តែចាប់តាំងពីពេលដែលកើតមានឡើងនៅវិញ្ញាណរបស់ភ្នូឋានសួគ៌មកទីកន្លែងមួយនេះក៏ចាប់ផ្ដើមខូចទ្រង់ទ្រាយអស់ទៅហើយមានមនុស្សមិនតិចនោះទេដែលធ្លាប់មានបំណងចង់ប្រឆាំងជាមួយនឹងវិញ្ញាណរបស់ភ្នូឋានសួគ៌ប៉ុន្តែពួកគេគឺត្រូវបានលេបយកដោយវិញ្ញាណមួយនោះយ៉ាងងាយស្រួលជាទីបំផុតមនុស្សតែម្នាក់ពុតនៅក្នុងពិភពមួយនេះដែលវិញ្ញាណរបស់ភ្នូឋានសួគ៌មានការភ័យខ្លាច
គឺជាសៀវស៊ន់ដែលមានវត្តមាននៅក្នុងទីដ៏ជ្រៅបំផុតរបស់ភ្នូរឋានសួគ៌កាលពីយូរណាស់មកហើយគឺធ្លាប់មានមនុស្សមកសុំអង្វរសៀវស៊ន់ឲ្យជួយពួកគេដើម្បីចាក់ចេញពីទុក្ខលំបាកដ៏ធ្ងន់មួយនេះទោះបីជាយ៉ាងណាក៏ដោយសៀវស៊ន់គឺមិនបានខ្វាយខ្វល់ជាមួយនឹងពួកគេឡើយនៅពេលដែលពេលវេលាបានកន្លងផុតទៅរាងកាយវិញ្ញាណទាំងអស់នោះក៏ចាប់ផ្ដើមមានការអស់សង្ឃឹមកាន់តែខ្លាំងហើយដូច្នេះហើយដោយសារតែពួកគេមិនអាចតបតបានពួកគេមានតែត្រូវស៊ូទ្រាំជាមួយនឹងវាដោយស្ងាត់ប៉ុណ្ណោះដោយសារតែមានមូលហេតុមួយនេះហើយទើបធ្វើឲ្យបេះដូងដ៏ស្ពឹកស្រពន់របស់ពួកគេប្រែទៅជាមានភាពពុះកញ្ជ្រោលឡើងភ្លាមក្រោយពេលដែលពួកគេមើលឃើញនៅសកម្មភាពរបស់សៀវស៊ន់ពួកគេមានការខឹងសម្បារទៅនឹងការបង្ខំឲ្យមានការលេបត្របាក់គ្នាទៅវិញទៅមកនេះយ៉ាងខ្លាំងអ្នកទាំងអស់នោះគឺសុទ្ធតែជាមនុស្សមិនមែនជាសត្វកំណាចទេកាលពីមុនយើងគឺមានបេសកកម្មផ្ទាល់ខ្លួនដែលត្រូវបំពេញនៅទីនេះដល់ពេលឥឡូវបេសកកម្មរបស់យើងគឺបានសម្រេចហើយយើងនឹងជួយពួកឯងទាំងអស់គ្នាបំពេញទៅតាមការស្នើសុំរបស់ពួកឯងកាលពីមុនរាងកាយរបស់សៀវស៊ន់គឺកំពុងតែអណ្ដែតទៅលើអាកាសកម្ពស់ 10000 ហ្វីតថាមពលខ្យល់ដ៏មុតស្រួចដែលអាចវាយបំបែកវិញ្ញាណបាននោះគឺមិនអាចចូលមកដល់រូបគេនោះឡើយគេបានអោនមុខចុះហើយសម្លឹងមើលទៅលើដីមុនពេលដែលសម្លេងរបស់គេបានលាន់ឮទៅក្នុងត្រចៀករបស់អ្នកគ្រប់គ្នាលោកម្ចាស់សៀវស៊ន់រាងកាយថាមពលមួយចំនួនដែលកំពុងតែប្រយុទ្ធគ្នានៅខាងក្រោមនោះគឺបានប្រែទៅជានៅស្ងៀមកែវភ្នែកដ៏ស្ពឹកស្រពន់ហើយនឹងមានពណ៌ក្រហមរបស់ពួកគេគឺបានបង្ហាញចេញនូវការប្រែប្រួលមួយបន្ទាប់មករាងកាយរបស់ពួកគេក៏បានប្រែទៅជាញ័រក្នុងខណៈពេលដែលពួកគេបានងើបមកឡើងហើយសម្លឹងមើលទៅកាន់រាងកាយដែលកំពុងតែឈរក្រពាត់ដៃទៅខាងក្រោយនៅលើមេឃនោះរាងកាយទាំងអស់នោះជាភាគច្រើនដែលនៅខាងក្រោមបានចាប់ផ្ដើមនាំគ្នាលុតជង្គង់ចុះក្នុងខណៈពេលនេះសៀវយៀនក៏បានអណ្ដែតខ្លួនឡើងផងដែរគេបានសម្លឹងមើលទៅកាន់សកម្មភាពរបស់រាងកាយថាមពលដែលស្ថិតនៅក្នុងភ្នូរឋានសួគ៌មុនពេលដែលគេបានប្រែទៅជាស្ងប់ស្ងាត់ក្នុងនាមជាអ្នកក្រៅគេពិតជាមិនបានដឹងថាកំពុងតែមានរឿងអ្វីកើតឡើងនោះទេហើយវាជារឿងធម្មតាប៉ុណ្ណោះដែលគេមិនអាចយល់ពីអារម្មណ៍ដែលមាននៅក្នុងចិត្តរបស់អ្នកទាំងអស់នោះឡើយទោះបីជាយ៉ាងណាក៏ដោយយ៉ាងហោចណាស់ក៏គេបានដឹងពីរឿងម្យ៉ាងថាវិញ្ញាណរបស់ភ្នូរឋានសួគ៌គឺមិនមានការពេញចិត្តចំពោះរឿងនេះទេលំហអាកាសដែលស្ថិតនៅជើងមេឃបានចាប់ផ្ដើមបញ្ចេញនូវសំឡេងរង្គើយ៉ាងខ្លាំងក្នុងខណៈពេលដែលមានការគិតមួយនេះបានកើតមានឡើងនៅក្នុងចិត្តរបស់សៀវយៀនសំឡេងមួយនោះគឺប្រៀបបានទៅនឹងផ្គររន្ទះក្នុងខណៈពេលដែលវាបានបក់បោកចេញមកពីលំហអាកាសដែលនៅយ៉ាងជ្រៅវាបានធ្វើឲ្យរាងកាយថាមពលជាច្រើនដែលស្ថិតនៅក្នុងភ្នូរឋានសួគ៌ប្រែទៅជាញ័រខ្លួនយ៉ាងខ្លាំងកែវភ្នែករបស់សៀវយៀនបានសម្លឹងមើលទៅកាន់ជើងមេឃដែលនៅពីចម្ងាយនោះយ៉ាងយកចិត្តទុកដាក់នៅក្នុងខណៈពេលនេះគេគឺអាចមានអារម្មណ៍ដឹងបានពីថាមពលវិញ្ញាណដែលមិនអាចប្រៀបផ្ទឹមបានមួយកំពុងតែបង្ហាញខ្លួនឡើងការប្រែប្រួលនៃថាមពលវិញ្ញាណនេះគឺពិតជាគួរឲ្យខ្លាចខ្លាំងណាស់សៀវយៀនមានអារម្មណ៍ថាហាក់ដូចជាមានភ្នំមួយសង្កត់មកលើគេយ៉ាងនោះដែរបើទោះបីជាការប្រែប្រួលនៃថាមពលវិញ្ញាណនេះគួរឲ្យខ្លាចយ៉ាងណាក៏ដោយក៏វាបានផ្ដល់ឲ្យគេនៅអារម្មណ៍មួយដែលខុសប្លែកផងដែរមើលទៅវាហាក់ដូចជាកំពុងតែលេបយកនៅបំណែកនៃថាមពលវិញ្ញាណដ៏ច្រើនទៀតផងថាមពលវិញ្ញាណដែលមើលមិនឃើញនោះគឺបានប្រមូលផ្ដុំគ្នានៅខាងក្នុងលំហអាកាសដែលមានផ្ទាំងពពកហើយនឹងផ្ទៃមេឃពណ៌ប្រផេះបន្តិចក្រោយមកលំហអាកាសទាំងមូលបានប្រែទៅជារង្គើមុនពេលដែលផ្ទៃមុខយក្សមួយដែលមានទំហំ 100,000 ហ្វីតបានបង្ហាញខ្លួនឡើងចេញពីភាពទទេស្អាតដែលនៅលើផ្ទៃមេឃផ្ទៃមុខដ៏ធំមួយនោះគឺបានបង្ហាញចេញនៅទឹកមុខដ៏ចម្លែកហើយនឹងត្រជាក់យ៉ាងខ្លាំងតើនេះឬគឺជាវិញ្ញាណរបស់ភ្នូរឋានសួគ៌សៀវយៀនបាននិយាយរੂតិចនៅក្នុងចិត្តទឹកមុខរបស់គេគឺមានសភាពគ្រុតគ្រៀនក្នុងខណៈពេលដែលគេសម្លឹងមើលទៅកាន់ផ្ទៃមុខវិញ្ញាណដ៏ធំដែលទើបតែបានបង្ហាញខ្លួនឡើងនៅខាងលើមេឃនោះសៀវស៊ន់ពួកយើងគឺមិនដែលពាក់ព័ន្ធនៅក្នុងរឿងរវាងគ្នានោះទេកុំប្រាប់ថាថ្ងៃនេះឯងពិតជាចង់ធ្វើខុសទៅនឹងកិច្ចព្រមព្រៀងគ្នាឲ្យសោះផ្ទៃមុខដ៏ធំនោះគឺបានបង្វិលចុះឡើងក្នុងខណៈពេលដែលកែវភ្នែកដែលគ្មានមនោសញ្ចេតនារបស់គេបានសម្លឹងមើលទៅកាន់សៀវស៊ន់ដែលកំពុងតែអណ្ដែតនៅលើមេឃសំឡេងដែលត្រជាក់ដូចជាទឹកកករបស់គេនោះគឺប្រៀបបានទៅនឹងសម្រែករបស់រន្ទះដែលបានលាន់ឮឡើងនៅលើអាកាសទាំងមូលសៀវស៊ន់គ្រាន់តែបានបញ្ចេញស្នាមញញឹមប៉ុណ្ណោះនៅពេលដែលគេសម្លឹងមើលទៅកាន់ផ្ទៃមេឃដ៏ធំមួយនោះបន្ទាប់មកគេក៏បាននិយាយថាការចាប់កំណើតរបស់ឯងគឺវាខុសបាត់ទៅហើយមើលទៅប្រហែលជាអតិថិប្រយុទ្ធដែលបានបង្កើត
ក្នុងភ្នោឋានសួគ៌កាលពីពេលមុនមិនបានរំពឹងទុកឡើយថានឹងមានសត្វកំណាចដូចជាឯងបានកើតមានឡើងនោះទេផ្ដេសផ្ដាស់យើងបានចាប់កំណើតក៏ព្រោះតែបំណងរបស់ម្ចាស់របស់យើងហើយយើងគឺជាឆ្មាំការពាររបស់ភពមួយនេះពួកឯងទាំងអស់គួរតែធ្វើតាមវិន័យរបស់យើងបើសិនជាពួកឯងចង់រស់នៅបន្តទៀតផ្ទៃមុខដ៏ធំបានគួចឡើងទៅលើក្នុងគណៈពេលដែលវិញ្ញាណនៃភ្នោឋានសួគ៌បាននិយាយចេញទៅដោយសំឡេងរាបស្មើពួកគេនៅរស់គឺដោយសារតែភ្នោឋានសួគ៌មិនមែនដោយសារតែឯងនោះទេសៀវស៊ាន់បាននិយាយតបទៅវិញទាំងក្រវីក្បាលយើងនេះហើយគឺជាភ្នោឋានសួគ៌ហើយភ្នោឋានសួគ៌គឺជាយើងវិញ្ញាណរបស់ភ្នោឋានសួគ៌បានបញ្ចេញសម្រេចកាន់តែមានភាពមុតស្រួចជាងមុនទៅទៀតឯងមិនមែនជាភ្នោឋានសួគ៌ទេហើយកំណើតរបស់ឯងក៏មិនមែនកើតឡើងដោយសារតែភ្នោឋានសួគ៌នោះដែរប៉ុន្តែវាគឺជាការប្រមូលផ្ដុំនៃបំណែកវិញ្ញាណរបស់ពួកគេទាំងអស់នេះទៅវិញទេបើនិយាយឲ្យចំទៅពួកគេទាំងនេះហើយគឺជាអ្នកបង្កើតឯងសៀវស៊ាន់បានបញ្ចេញស្នាមញញឹមបន្តិចសំឡេងរាបស្មើរបស់គេគឺបានធ្វើឲ្យផ្ទៃមុខដ៏ធំនោះកាន់តែប្រែទៅជាខូចទ្រង់ទ្រាយយ៉ាងខ្លាំងមើលទៅវាគឺពិតជាមានកំហឹងដែលមិនអាចប្រៀបផ្ទឹមបានបើសិនជាឯងចង់ស្លាប់ទៅហើយយើងនឹងបំពេញតាមបំណងរបស់ឯងចុះផ្ទៃមុខដ៏ធំបានកម្រើកហើយភ្លាមនោះដែរព្យុះកំណាចនៃធម្មពលវិញ្ញាណដ៏ធំមួយក៏ត្រូវបានខ្ជាក់ចេញមកពីមាត់របស់វាព្យុះកំណាចមួយនោះបានបង្វិលខ្លួនយ៉ាងលឿនហើយមើលទៅវាគឺប្រៀបបានទៅនឹងចុងលំពែងក្នុងគណៈពេលដែលវាបានតម្រង់ទៅរកសៀវស៊ាន់បានបោះជំហានទៅមុខនៅចំពោះមុខការវិប្រហាររបស់វិញ្ញាណនៃភ្នោឋានសួគ៌នោះគេបានបំលាស់ទីចូលទៅរកផ្ទៃមុខដ៏យឺតដ៏ធំនោះដ៏យឺតហើយព្យុះនៃធម្មពលវិញ្ញាណដ៏កាយសាហាវគឺហាក់ដូចជាបានចាក់ទម្លុះរាងកាយរបស់គេនៅពេលដែលសៀវស៊ាន់បានប៉ះត្រូវនឹងវាប៉ុន្តែព្យុះកំណាចមួយនោះហាក់ដូចជាមិនបានធ្វើឲ្យរូបគេមានបញ្ហាអ្វីបន្តិចឡើយរាងកាយរបស់សៀវស៊ាន់បានដើរចូលទៅរកផ្ទៃមុខដ៏ធំដោយគ្មានការរាំងស្ទះអ្វីនោះទេខ្លួនរបស់គេក៏បានបង្ហាញចេញនូវផ្កាភ្លើងដ៏ចម្លែកទៀតផងអារម្មណ៍បែបនេះគឺហាក់ដូចជាវិញ្ញាណរបស់គេកំពុងតែត្រូវឆាប់ឆេះឡើងឆាប់ប្រគល់ស្នូលនៃធម្មពលវិញ្ញាណរបស់ឯងភ្លាមមកមានអណ្ដាតភ្លើងដ៏ចម្លែកមួយបានជះចេញពីរាងកាយរបស់សៀវស៊ាន់ទៅកាន់គ្រប់ទិសដៅទាំងអស់ហើយបើទោះបីជាយ៉ាងណាក៏ដោយស្នាមញញឹមដែលមាននៅលើផ្ទៃមុខរបស់គេក៏កាន់តែមានភាពទន់ភ្លន់ជាងមុនទៅទៀតដុតកំទេចវិញ្ញាណខ្លួនឯងសៀវស៊ាន់ឯងឈួតហើយមែនទេភ្លាមនោះផ្ទៃមុខដ៏ធំបានបង្ហាញចេញនូវក្តីរន្ធត់យ៉ាងខ្លាំងក្រោយពេលដែលគេមើលឃើញនូវអណ្ដាតភ្លើងដ៏ចម្លែកដែលបានឆាប់ឆេះចេញពីរាងកាយរបស់សៀវស៊ាន់សំឡេងដ៏មុតស្រួចរបស់គេគឺត្រូវបានស្រែកចេញទៅទៀតថាដុតកំទេចវិញ្ញាណរបស់ខ្លួនឯងបែបនេះឯងនឹងត្រូវរលាយបាត់ពីពិភពលោកនេះជាមិនខានដុតកំទេចវិញ្ញាណខ្លួនឯងអញ្ចឹងឬរាងកាយរបស់សៀវយានបានប្រែទៅជាញ័រយ៉ាងខ្លាំងក្នុងខណៈពេលដែលគេកំពុងតែឈរនៅខាងក្រោមទឹកមុខរបស់គេគឺមានការប្រែប្រួលយ៉ាងខ្លាំងផងដែរក្នុងនាមជាអ្នកចម្រាញ់ឱសថម្នាក់គេពិតជាបានយល់យ៉ាងច្បាស់ថាហេតុអ្វីបានជាវិញ្ញាណត្រូវបានដុតកំទេចវិធីមួយនេះគឺស្រដៀងទៅនឹងការបំផ្ទុះខ្លួនដែលអាចបញ្ចេញនូវធម៌ពលដ៏គួរឲ្យខ្លាចបំផុតក្នុងកំឡុងពេលដ៏ខ្លីណាមួយទោះបីជាយ៉ាងណាក៏ដោយតម្លៃដែលត្រូវចំណាយក្នុងការធ្វើរឿងនោះគឺជាជីវិតរបស់មនុស្សម្នាក់ការដុតវិញ្ញាណរបស់ខ្លួនឯងដើម្បីទទួលបាននូវការកើនឡើងនៃធម៌ពលដោយគេនឹងត្រូវចំណាយទៅវិញគឺជាការដែលត្រូវរលាយបាត់ទាំងស្រុងពីពិភពលោកនេះតែម្ដងបុព្វបុរសកែវភ្នែករបស់សៀវយានបានប្រែទៅជាមានពណ៌ក្រហមដោយមិនដឹងខ្លួនសៀវស៊ាន់គឺមិនបាននិយាយទេថាគេនឹងដុតវិញ្ញាណរបស់ខ្លួនឯងនោះភារកិច្ចរបស់យើងគឺបានបំពេញរួចរាល់ហើយវាមិនសំខាន់ទៀតទេដែលយើងនឹងត្រូវរស់ឬក៏ស្លាប់នោះសៀវស៊ាន់គ្រាន់តែបានបញ្ចេញស្នាមញញឹមបន្តិចប៉ុណ្ណោះនៅចំពោះមុខវិញ្ញាណរបស់ភ្នោឋានសួគ៌ដែលកំពុងតែមានការភ័យខ្លាចបន្ទាប់មកគេក៏មិនបាននិយាយអ្វីទៀតដែរសៀវស៊ាន់បានលើកដៃឡើងហើយជាមួយនឹងអណ្ដាតភ្លើងឆាបឆេះនៅពីលើនោះគេក៏បានច្របាច់វាទៅកាន់ភាគីម្ខាងទៀតដែលនៅពីចម្ងាយភ្លាមបន្ទាប់ពីនោះស្រាប់តែមានធម៌ពលស្រូបដ៏គួរឲ្យខ្លាចមួយបានកើតមានឡើងនៅពីលើបាតដៃរបស់គេសៀវយានគឺអាចមើលឃើញនៅការប្រែប្រួលនៃធម៌ពលដ៏ខ្លាំងដែលកំពុងតែកើតមានឡើងភ្លាមនៅលើផ្ទៃមុខដ៏ធំរបស់វិញ្ញាណនៃភ្នោឋានសួគ៌មើលទៅហាក់ដូចជាមានអ្វីកំពុងតែចាប់ទាញវាទាំងបង្ខំយ៉ាងនោះដែរកុំអូសយើងទៅជាមួយអសោះបើសិនជាឯងចង់ស្លាប់នោះវិញ្ញាណនៃភ្នោឋានសួគ៌បានបញ្ចេញសម្រែកយ៉ាងខឹងសម្បាវាបានធ្វើឲ្យភ្នោឋានសួគ៌ទាំងមូលប្រែទៅជារង្គើយ៉ាងខ្លាំងស្ថិតនៅក្រោមសម្រែកមួយនេះមាត់ដ៏ធំរបស់វាបានបើកឡើងហើយលំពេងវិញ្ញាណជាច្រើនដែលមានទំហំរាប់ពាន់ហ្វីត
គឺបានបាញ់ចេញទៅជាបន្តបន្ទាប់វាបានបុកទម្លុះលំហអាកាសហើយហោះតម្រង់ទៅកាន់ស៊ីវស្វាន់យ៉ាងលឿនជាទីបំផុតយើងបានដុតវិញ្ញាណរបស់ខ្លួនឯងទៅហើយហេតុនេះឯងមិនអាចបញ្ឈប់យើងបាននោះទេមើលទៅស៊ីវស្វាន់គឺនៅតែមានអារម្មណ៍ស្ងប់ដដែលនៅចំពោះមុខការតបតរបស់ភ្នូឋានសួគ៌បែបនោះគេបានបញ្ចេញស្នាមញញឹមបន្តិចមុនពេលដែលគេបានឈោងដៃចេញទៅបន្ទាប់មកគេក៏បានចាប់ច្របាច់វាមុនពេលដែលមានរលកសំឡេងដ៏មុតស្រួចមួយបានផ្ទុះឡើងសំឡេងនៃធម្មពលវិញ្ញាណទាំងអស់នោះក៏បានប្រែទៅជាឈប់សកម្មភាពភ្លាមៗហើយនៅទីបំផុតវាក៏បានបង្វែរទិសដៅក្រោយពេលដែលស៊ីវស្វាន់បានក្រឡោះដៃអាវឡើងនោះលំពេងនៃធម្មពលវិញ្ញាណទាំងអស់បានបាញ់សម្ដៅទៅកាន់វិញ្ញាណនៃភ្នូឋានសួគ៌វិញក្នុងរូបភាពកាន់តែសាហាវជាងមុនទៅទៀតនៅពីលើលំពេងទាំងនោះថែមទាំងមាននៅបណ្ដុំនៃអណ្ដាតភ្លើងដ៏ចម្លែកទៀតផងដែលនោះគឺជាអណ្ដាតភ្លើងដែលបានកើតឡើងពីការដុតរំលាយនៃវិញ្ញាណល្បឿនរបស់លំពេងទាំងនោះគឺលឿនមិនធម្មតាឡើយត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះវាក៏បានប្រែទៅជាពន្លឺភ្លើងដែលបានចាក់ទម្លុះផ្ទៃមុខដ៏ធំអស់ទៅហើយភ្លាមនោះដែរអណ្ដាតភ្លើងដែលនៅពីលើលំពេងគឺហាក់ដូចជាបានជួបជាមួយនឹងឈើស្ងួតយ៉ាងនោះដែរវាបានឆាបឆេះឡើងក្នុងល្បឿនលឿនដូចជារន្ទះក្រោយពេលដែលមានសំឡេងប៊ូមបានបន្លឺឡើងអណ្ដាតភ្លើងដែលបានឆាបឆេះនោះគឺបង្កើតបានទៅជាសម្រែកទួយសោកយ៉ាងវេទនាដែលបានបញ្ចេញមកពីវិញ្ញាណនៃភ្នូឋានសួគ៌បើសិនជាវាគឺជាការប្រយុទ្ធគ្នាបែបធម្មតាវិញ្ញាណនៃភ្នូឋានសួគ៌ប្រហែលជានឹងមានការប្រុងប្រយ័ត្នចំពោះសៀវស្វាន់ខ្លះប៉ុន្តែមិនមានការភ័យខ្លាចចំពោះគេនោះទេទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលសៀវស្វាន់បានដុតវិញ្ញាណរបស់ខ្លួនឯងបែបនេះក្នុងខណៈពេលដែលពួកគេបានចាប់ផ្ដើមធ្វើការប្រយុទ្ធគ្នាជាធម្មតានោះទេដែលធម្មពលរបស់គេនឹងបានកើនឡើងយ៉ាងខ្លាំងហើយដូច្នេះហើយសូម្បីតែវិញ្ញាណនៃភ្នូឋានសួគ៌ក៏មានការពិបាកនឹងទប់ទល់ជាមួយនឹងសៀវស្វាន់បានដែរលើពីនោះទៅទៀតអណ្ដាតភ្លើងដែលបានកើតឡើងពីការដុតកំទេចវិញ្ញាណរបស់មនុស្សម្នាក់គឺពិតជាមានប្រសិទ្ធភាពដ៏កាចសាហាវនៅពេលដែលវាបានប៉ះត្រូវទៅនឹងវិញ្ញាណនៃភ្នូឋានសួគ៌ដែលជាទម្រង់មួយនៃរាងកាយវិញ្ញាណដែរនោះផ្ទៃមុខដ៏ធំដែលនៅលើមេឃគឺត្រូវបានគ្របដណ្ដប់ទៅដោយអណ្ដាតភ្លើងទាំងមូលហើយនៅទីបំផុតទំហំរបស់វាក៏បានបង្រួមយ៉ាងលឿនស្របពេលជាមួយគ្នានោះផងដែរការវាយប្រហារនៃធម្មពលវិញ្ញាណជាបន្តបន្ទាប់គឺបានផ្ទុះឡើងនៅក្នុងរាងកាយរបស់គេបណ្ដាលឲ្យពិភពទាំងមូលប្រែទៅជាក្រឡាប់ចាក់បាត់ទៅហើយរាងកាយធម្មពលទាំងអស់ដែលនៅជុំវិញនោះគឺមានការភ័យខ្លាចយ៉ាងខ្លាំងរហូតដល់ពួកគេត្រូវរត់គេចចេញពីតំបន់មួយនោះយ៉ាងឆ្ងាយជាទីបំផុតអ្នកទាំងអស់នោះគឺមានការភ័យខ្លាចថាខ្លួនឯងនឹងត្រូវបានដុតកំទេចបើសិនជាពួកគេនៅក្បែរទៅនឹងការប្រយុទ្ធគ្នាមួយនេះអណ្ដាតភ្លើងការឈូសបន្សុទ្ធបិសាចគឺបានឆាបឆេះឡើងនៅជុំវិញរាងកាយរបស់សៀវវិញ្ញាណហើយដូច្នេះហើយបើទោះបីជាមានការវាយប្រហារដ៏ខ្លាំងពីសំណាក់ធម្មពលវិញ្ញាណរបស់អ្នកផ្សេងក៏ដោយក៏សៀវវិញ្ញាណនៅតែអាចទប់ទល់បានជាមួយនឹងធម្មពលរបស់គេក្នុងពេលបច្ចុប្បន្ននេះដែរហើយដូច្នេះហើយគេមិនត្រូវបានបង្ខំឲ្យខ្ទាតថយទៅក្រោយនោះទេកែវភ្នែករបស់គេបានសង្កេតមើលទៅកាន់ការប្រយុទ្ធគ្នាដែលនៅលើមេឃយ៉ាងយកចិត្តទុកដាក់ធម្មពលវិញ្ញាណរបស់សៀវស្វាន់នៅក្នុងគណៈពេលនេះគឺបានឡើងដល់កម្រិតមួយដែលគួរឲ្យខ្លាចបំផុតទៅហើយបើតាមការសង្កេតមើលរបស់សៀវវិញ្ញាណគេពិតជាមិនអាចស្មានដឹងបានយ៉ាងច្បាស់នោះទេឃើញថាការដុតកំទេចវិញ្ញាណមួយនោះគឺពិតជាបានធ្វើឲ្យសៀវស្វាន់ចូលទៅកាន់កម្រិតមួយដែលគ្មាននរណាម្នាក់អាចយកឈ្នះគេបានមែនទោះបីជាយ៉ាងណាក៏ដោយសៀវវិញ្ញាណបានក្តាប់ដៃរបស់ខ្លួនឯងយ៉ាងណែនដោយមិនដឹងខ្លួននៅពេលដែលគេបានគិតពីលក្ខខណ្ឌដែលតម្រូវឲ្យសៀវស្វាន់នឹងត្រូវចំណាយនៅវិញ្ញាណរបស់ខ្លួនឯងដើម្បីធ្វើបែបនោះសៀវស្វាន់នៅក្នុងពេលឥឡូវអ្វីត្បិតតែជាបំណែកនៃធម៌ពលវិញ្ញាណក៏ពិតមែនប៉ុន្តែគេគឺនៅអាចមានរស់រានគេគឺនៅតែអាចរស់រានមានជីវិតបាននៅឡើយក្រោយពេលដែលការប្រយុទ្ធគ្នានេះបានបញ្ចប់វិញ្ញាណរបស់គេក៏នឹងត្រូវរលាយទៅពីពិភពលោកមួយនេះក្រោយពេលដែលវាត្រូវបានដុតកំទេចអស់ទៅហើយនោះសៀវស្វាន់យើងមិនលើកលែងឲ្យឯងទេផ្ទៃមុខដ៏ធំនោះបានបង្រួមខ្លួននៅក្នុងអណ្ដាតភ្លើងបន្តិចក្រោយមកវាក៏បានប្រែទៅជារាងកាយរបស់មនុស្សម្នាក់កាយភ្នែកពណ៌ក្រហមរបស់វាបានសម្លឹងមើលទៅកាន់សៀវស្វាន់ក្នុងគណៈពេលដែលមានចេតនានៃការសម្លាប់បានផ្ទុះឡើងសៀវស្វាន់គឺមិនខ្វាយខ្វល់ទៅនឹងសម្រែករបស់វិញ្ញាណនៃភ្នូឋានសួគ៌នៅឡើយដៃទាំងពីររបស់គេបានដាក់បញ្ចូលគ្នាមុនពេលដែលគេបានបង្កើតទៅជារង្វង់វេទមន្តដ៏ចម្លែកមួយជាមួយនឹងការកើតឡើងនៃរង្វង់វេទមន្តទាំងនេះស្រាប់តែមានពន្លឺភ្លើងជាច្រើនបានបាញ់ចេញពីម្រាមដៃរបស់គេនៅទីបំផុតវាក៏បានប្រទាក់ជាប់គ្នានៅលើមេឃហើយបង្កើតបានទៅជាក្បួនវេទមន្តដ៏ធំនៅចំចំណុចកណ្ដាលនៃក្បួនវេទមន្តមួយនោះគឺជាវិញ្ញាណនៃភ្នូឋានសួគ៌មុនពេលដែលវិញ្ញាណនៃភ្នូឋានសួគ៌អាចធ្វើការតបតទៅនឹងក្បួនដែលបានបង្កើតឡើងហើយនោះ
ស្រាប់តែមានអណ្ដាតភ្លើងចាប់ផ្ដើមធ្លាក់ចុះមកពីគ្រប់ទិសដៅទាំងអស់ដែលស្ថិតនៅក្នុងក្បួនវេទមន្តទៅហើយបន្ទាប់មកគេក៏បានស្ដាប់ឮនៅសំឡេងរលាកព្រោះថាអណ្ដាតភ្លើងដែលមានចំនួនរាប់មិនអស់កំពុងតែហោះទម្លុះរាងកាយរបស់វិញ្ញាណនៃភ្នូឋានសួគ៌ដែលកំពុងតែជាប់នៅខាងក្នុងក្បួនវេទមន្តដ៏ធំបាទសូមអរគុណអញ្ចឹងយើងសូមស្លេះត្រឹមប៉ុណ្ណេះសិនរងចាំជួបគ្នានៅភាពបន្ទាប់បាទសម្រាប់ថ្ងៃនេះមេបាក់